lên cho ngon thằng mấy bán chết thật đặc lan bị pua dương trong ban cả ta sẽ bắt tập hiệp rồi dương kết âm pi cả ta phơi ngắt phơi túi phơi plieng đôi chân hơi pi mười khai tới mười khai mà du ra tập lốiตัวban phơi ốp thong căn tại trớn đôi chân này pi pon các baการจับดำตัวบงแต่ผมโดยcác ba về xaបន្តិចตัวแต่pi pon các ba vì bị bạ prăng nèล้างกันแต่ทนกันแต่bịบะเบิกใช่เติมมันโดนกรีខ្ញុំនៅតែដឹកដោយសារកតាភ្លៅវាភ្លៀងវាចោតហើយភ្លើងនឹងវាស្ងាត់ពេលខូចឡានមិនដឹងរកអ្នកណាជួយឬក៏ដាច់ប្រាំងរបូតចកោតធ្វើឲ្យខ្ញុំពិបាកក្នុងគ្រប់គ្រងស្ថានភាពគ្រោះថ្នាក់បែបនោះនៅពេលដែលភ្លៅចុះទៅវិញពីមណ្ឌលគិរីទៅរតនគិរីតាមកោះញែកភ្លៅវានឹងចុះអញ្ចឹងបើចុះបើសិនជាយើងប្រហែសឡានយើងធ្ងន់វារុញយើងអាចមានគ្រោះថ្នាក់ជាយថាហេតុដូច្នេះបងប្អូនឃើញខ្ញុំដឹកអញ្ចឹងបើនិយាយទៅដឹកហ្នឹងវាសុវត្ថិភាពខ្ពស់ឡានយើងដឹងទៅដល់ខេត្តធ្វើបេសកកម្មបាន 100% ជំរាបសួរមិត្តអ្នកអានអ្នកតាមដានទេសចរស្លឈាមខ្ញុំប្រើប្រាស់ពេលវេលាអស់កន្លះឆ្នាំធ្វើដំណើរបាន12ខេត្តនៅថ្ងៃស្អែកហ្នឹងថ្ងៃនេះឡានរបស់ខ្ញុំមកយូរ៉ាតក្រូចมันអាចហោះទៅមណ្ឌលគិរីដោយសារកតាភ្លៀងនិងកតាផ្លូវហើយបណ្ដាតាមផ្លូវពីមណ្ឌលគិរីទៅកាន់ខេត្តតាចេះនេះវាជាផ្លូវដែលស្ងាត់ហើយទួលរយៈពេលឆ្ងាយទួលប្រឹងឡើងឆ្ងាយប្រវត្តិដឹកឡានរបស់ខ្ញុំដឹកច្រើនជើងហើយពីតាកែវមកខេត្តមួយគឺស្វាយរៀងខ្ញុំបារម្ភអំពីស្ពីដអ្នកលឿងដែលខ្ញុំប្រឹងឡើងរួចពីព្រោះឡានរបស់ខ្ញុំទុកជាង2តោនសិភៅពីមួយខេត្តទៅមួយខេត្តសិភៅកាន់តែច្រើនឧបករណ៍កាន់តែច្រើនវាធ្វើឲ្យមានទម្ងន់ពិបាករត់បើវាស្រែវារត់រួចទេតែឡាននេះវាធ្ងន់3តោនជាងទាំងឡានទាំងអីចូល3តោនកន្លះហើយអញ្ចឹងអស់លោកបងប្អូនឃើញខ្ញុំដឹកហ្នឹងខ្ញុំមិនចង់ដឹកទេក៏ប៉ុន្តែខ្ញុំគិតពីសុវត្ថិភាពនិងកតាភាគរយខ្ពស់ពេលទៅដល់ខេត្តនីមួយពីតាកែវទៅដល់ស្វាយរៀងខ្ញុំដឹកក្រោមហេតុផល2មានស្ពានអ្នកលឿងដែលខ្ញុំពិបាកឡើងទ្រង់វាខ្ពស់អញ្ចឹងទី2ផ្លូវជាតិលេខ1ហ្នឹងវាអ្នកបើកឡានក្រុងសាហាវពេកអាចបណ្ដាលបុកខ្ញុំស្លាប់នៅតាមផ្លូវជាតិលេខ4ពេលចេញពីស្វាយរៀងមកដល់ព្រៃវិញខ្ញុំដឹកទៀតដោយសារខ្ញុំឆ្លងកាត់ផ្លូវជាតិលេខ1ខ្ញុំនៅតែព្រួយបារម្ភថាមានការគ្រោះថ្នាក់ប៉ុន្តែពីបណ្ដាខេត្តផ្សេងមកដល់ខេត្តសៀមរាបគឺខ្ញុំអត់ដឹកទេមូលហេតុអីបានជាខ្ញុំមិនដឹកដោយសារកតាផ្លូវវាស្រួលហើយណាមួយឡានរបស់ខ្ញុំវាមិនទាន់ធ្ងន់ដល់កម្រិតដែលយើងបើកអត់បានក៏ប៉ុន្តែថ្ងៃនេះពីសៀមរាបមកកចេះខ្ញុំដឹកក្រោមហេតុផលតែមួយគត់គឺផ្លូវឆ្ងាយជាង200គីឡូអីវ៉ាន់ខ្ញុំពេលសៀមរាបគេឲ្យច្រើនវាធ្ងន់ជាងមុនពិបាកប្រឹងឡានទី2ពីសៀមពីក្រចេះទៅមណ្ឌលគិរីខ្ញុំនៅតែដឹកដោយសារកតាផ្លូវវាភ្លៀងវាចោតហើយផ្លូវនឹងវាស្ងាត់ពេលខូចឡានមិនដឹងរកអ្នកណាជួយឬក៏ដាច់ប្រាំងរបូតចកោតធ្វើឲ្យខ្ញុំពិបាកក្នុងគ្រប់គ្រងស្ថានភាពគ្រោះថ្នាក់បែបនោះនៅពេលដែលផ្លូវចុះទៅវិញពីមណ្ឌលគិរីទៅរតនគិរីតាមកោះញែកផ្លូវវានឹងចុះអញ្ចឹងបើសិនជាយើងប្រហែសឡានយើងធ្ងន់វារុញយើងអាចមានគ្រោះថ្នាក់ជាយថាហេតុដូច្នេះបងប្អូនឃើញខ្ញុំដឹកអញ្ចឹងបើនិយាយទៅដឹកហ្នឹងវាសុវត្ថិភាពខ្ពស់ឡានយើងដឹងទៅដល់ខេត្តធ្វើបេសកកម្មបាន 100% ក៏ប៉ុន្តែយើងចំណាយ1ជា2ខ្ញុំនិយាយអំពីការចំណាយខ្ញុំមិនមានចេតនាបងប្អូនចូលរួមជួយទេក៏ប៉ុន្តែខ្ញុំចង់ឲ្យដឹងថាពេលដែលខ្ញុំបើកការរៃថវិកាពីបងប្អូនពេលខ្ញុំចេញដំណើរហ្នឹងគឺខ្ញុំថាចាក់សាំងចាក់មកសុទ្ធក៏ប៉ុន្តែខេត្តខ្លះយើងចាក់អត់បានទេដោយសារវាលំបាកទៅលើកតាផ្លូវហើយនៅពេលនេះគឺជាការដឹកទៅមណ្ឌលគិរីហើយនឹងដឹកបន្តទៀតទៅខេត្តរតនគិរីប៉ុន្តែពីរតនគិរីមកស្ទឹងត្រែងខ្ញុំនឹងបើកទេដោយសារផ្លូវវាស្មើអញ្ចឹងអស់លោកបានឃើញវីដេអូបញ្ចូលរបស់ខ្ញុំហើយខ្ញុំគិតថាអស់លោកបងប្អូននឹងលេងឆ្ងល់ថាម៉េចបានចេះតែដឹកឡានពីព្រោះយើងចង់បានកតាសុវត្ថិភាព 100% យើងគិតអំពីកតាផ្លូវស្ងាត់ផ្លូវទួលផ្លូវភ្លៀងដូច្នេះហើយពីមួយខេត្តទៅមួយខេត្តមកយូរ៉ាតក្រូចទទួលបានសភៅឧបត្ថម្ភកាន់តែច្រើនដូច្នេះ2000ក្បាលការចាប់ដើមដំបូងតែ600ក្បាលវាស្រាលបន្តិចដល់តែពេល2000ក្បាលវាពិបាកប្រឹងណាស់ឡានកាន់តែធ្ងន់កាន់តែពិបាកបើកដូច្នេះបានខ្ញុំបន្តដឹកខ្ញុំនឹងដឹកចុងក្រោយបំផុតគឺចេញពីស្ទឹងត្រែងទៅព្រះវិហារចេញពីបាត់តពេញពីពោធិ៍សាត់ទៅកោះកុងដោយសារកតាផ្លូវវាឡើងទួលចុះទួលនិយាយទៅខ្ញុំធ្វើឲ្យខ្ញុំគិតបានច្បាស់អំពីសុវត្ថិភាពនិងការទៅដល់ទីកន្លែង 100% អញ្ចឹងអស់លោកបងប្អូនឃើញឡានយូរ៉ាតក្រូចនៅលើឡានដឹកនេះក៏គាត់គិតតម្លៃមហាយោគយល់ពីព្រោះគាត់មិនគិតចំណេញឯងគាត់គិតឲ្យដល់ហើយបានផលទាំងអស់គ្នាអញ្ចឹងអស់លោកបងប្អូនដែលមកតាមដានទេសចរអំណានសូមឃើញថាឡានយូរ៉ាតក្រូចយើងដឹកប្រហែលជា 30% នៃបេសកកម្មរបស់ខ្ញុំមូលហេតុកតាសុវត្ថិភាពនិងគិតឲ្យដល់ផ្លូវអរគុណច្រើនសម្រាប់ការតាមដានវីដេអូហើយសង្ឃឹមថាវីដេអូនេះអស់លោកបងប្អូននឹងលេងឈប់ឆ្ងល់ថាមិនក៏បងឯងមិនបើកមិនក៏បងឯងមិនបើកទៅបើកមិនបើផ្លូវវាទូលឡើងអញ្ចឹងភ្លៀងហើយពីមណ្ឌលគិរីតាមខេត្ត3 4 5 6គីឡូទើបមានផ្ទះមួយផ្លូវវាស្ងាត់អញ្ចឹងបើវាខូចយើងនឹងមានបញ្ហាតាមផ្លូវអញ្ចឹងខ្ញុំសង្ឃឹមថាអស់លោកបងប្អូននឹងយល់ជួបគ្នានៅវីដេអូក្រោយ